គូបេនេះចាប់ផ្ដើមមានការសប្បាយរីករាយដោយសារនៅពេលនេះគឺអាចឃើញគូបេហើយអ្នកគ្រប់គ្នាពិតជាសប្បាយចិត្តប៉ុន្តែដល់ពេលហ្នឹងគឺទាំងតកកមួយចាប់ផ្ដើមវាប្រហារទៅកាន់ហ៊ីបេរីដែលកាលហ្នឹងគាត់ក៏បានស្រែកហៅហ៊ីបេរីផងដែរប៉ុន្តែវាមិនអាចរួចទេហ៊ីបេរីគឺបានកខ្លាចជាតកកដោយសារស្នាដៃអាអូគីជីត្រូវវាឃើញអាអូគីជីមកបែបហ្នឹងហើយហ្នឹងក្រុមចោលសមុទ្រក៏បានស្រែកថាកាពីតែនគូសានហ្នឹងគឺឈ្មោះអាអូគីជីនឹងឯងមកសាច់រឿងរបស់យើងគឺគេបានកាត់ទៅដល់រឿងរ៉ាវនៃអតីតកាលដែលឃើញថាអាអូគីជីប៉ះគ្នាជាមួយនឹងរឿងរ៉ាវអតីតកាលប៉ុន្តែយ៉ាងណាក៏ដោយវាគាត់នៅតែប្រឈមមុខគ្នាជាមួយនឹងការនៅពេលនេះហើយខ្ញុំមិនអាចត្រឡប់ថយក្រោយទៀតបានឡើយហើយខ្ញុំក៏មិនចង់មានរឿងនឹងកើតឡើងទៀតដែរប៉ុន្តែការនៅតែព្យាយាមឲ្យគូបេនឹងនៅពីក្រោយគាត់ដូចជាបង្ខំឲ្យអាអូគីជីនឹងត្រឡប់មកវិញតែអាអូគីជីនៅតែនិយាយថាគាត់មិនទៅវិញឡើយតែបានវាប្រហារនឹងទៅដល់ការថែមទៀតផងដែលធ្វើឲ្យការនៅពេលនេះចាប់ផ្ដើមកកនៅក្នុងផ្ទាំងតកកនឹងភ្លាមដែលការនិយាយថាអាចជួយឲ្យឯងនឹងមិនអាចបង្កក់យើងបានទេការគឺគាត់បានប្រើប្រាស់ជាមួយនឹងហាគីក៏ដូចជាចំហាយរបស់គាត់ដើម្បីប្រយោជន៍មានទេគ្រាន់តែបំបែកលំតកកទាំងនឹងភ្លាមហ្នឹងគឺការប្រឡាយជាមួយនឹងផ្ទាំងតកកតូចៗក៏ដូចជាហក់ទៅចាប់អាអូគីជីនឹងបំបោអាអូគីជីនឹងជាប់ទៅខាងក្រោមវិញភ្លាមតែម្ដងដែលធ្វើឲ្យអាអូគីជីនឹងធ្លាក់ទៅខាងក្រោមនឹងសំយល់នឹងឯងធ្លុះដីថែមទៀតនឹងឯងប៉ុន្តែសាច់រឿងរបស់យើង